ក្នុងចិត្តកំណត់របស់កីឡាករអូបេគីស្ថានពួកគេលែងដូចជាមនុស្សកំសាកទៀតហើយគ្រប់ពេលគេតែងតែបង្ហាញឲ្យឃើញថាជាតិសាសន៍មួយនេះពិតជាស័ក្តិសមសម្រាប់ឆាកអន្តរជាតិដ៏ធំមួយហ្នឹងគ្រប់ការប្រកួតទាំងអស់ភាពបានដូចជាសារផ្សាយចេញប្រាប់ទៅឲ្យគេឯងជ្រាបថាពួកអញមិនមែនជាអូបេគីស្ថានដែលពួកអ្នកឯងធ្លាប់ស្គាល់ហ្នឹងទេទីបំផុតមកដល់ឆ្នាំ2025ជាពេលដែលពួកគេនឹងតឹងរង់ចាំមកជាយូរជាឆ្នាំដែលនឹងមកកំណត់ជោគជតាវាសនារបស់ពួកគេតាមរយៈក្រុមមួយដែលសាងចេញពីថ្នាលបន្តបន្តរបស់គេផ្ទាល់ពួកគេវិញអស់នឹងយល់ពីទស្សនវិជ្ជាបាទាត់មួយស្របគ្នាស្ថិតនៅលើវិធីសាស្ត្របែបបត់ដែលគេស្ដារឡើងមករួមគ្នាគូផ្សំជាមួយតាក់ទិចដ៏វៃឆ្លាតរបស់ខូចលោកទីមួកាប៉ាសេដែលផ្ដល់កម្រិតការលេងមួយដ៏ថិតថេរពួកគេលេងបាល់បែប dynamic ផ្ដោតសំខាន់ទៅលើការផ្លាស់ទីយ៉ាងមានឥស្សរៈគ្រប់ពេលបាត់បាល់តម្រូវឲ្យមានការដាក់សម្ពាធដ៏ខ្លាំងក្លាទៅលើគូប្រកួតការលេងបែបហ្នឹងត្រូវការប្រើពលៈកម្លាំងយ៉ាងច្រើនមហាសាលដូច្នេះភាពវៃឆ្លាតការយល់ពីស្ថានភាពនៅលើទីលានវាពិតជាមានសារៈសំខាន់វាស្ទៀងទៅនឹងអីដែល Liverpool របស់ Arne Slot បានធ្វើការពីទៅការមុនដែលធ្វើឲ្យពួកគេឈ្នះពាន Premier League អូបេគីស្ថានផ្ដោតលើការប៉ះបាល់ដែលច្រើននិង quick transition បំប្រែបំរួលយ៉ាងឆាប់រហ័សពីការការពារទៅប្រយុទ្ធពិសេសពួកគេមានប្រព័ន្ធការពារមួយដ៏ណែនហ្មត់ចត់និងមានវិន័យដូចឃ្លាមួយដែល Sir Alex Ferguson តែងពោលឡើងថាប្រយុទ្ធល្អនឹងធ្វើឲ្យអ្នកឯងឈ្នះការប្រកួតតែប្រការពារល្អវិញអ្នកឯងគឺជាជើងឯកយកមកមើល